ពុកម៉ែបងប្អូនចានឆ្នៃរួចរាល់ត្បូងស្វាយកាណាត់ប៉ាន់ចាត្បូងធម្មជារតនគិរីចាបងអញ្ចឹងត្បូងនេះបន្ទាប់ពីយើងឆ្នៃរួចណាបងគឺមានលក្ខណៈបែបនេះឯងចម្រុះពណ៌ចម្រុះរាងទៅតាមចាលក្ខណៈនៃសាច់ត្បូងធម្មជាតិណាបងចាអញ្ចឹងត្បូងនេះបន្ទាប់ពីយើងឆ្នៃរួចគឺថាពណ៌វិញគឺត្បូងទាំងអស់ហ្នឹងគឺខុសគ្នាទាំងអស់តែម្ដងបងអត់មានដូចគ្នាទេចាគឺខុសគ្នាទាំងអស់អញ្ចឹងសម្រាប់ត្បូងធម្មជាតិហ្នឹងគឺបែបហ្នឹងឯងណាបងអញ្ចឹងសម្រាប់បងដែលចាបងឃើញរាល់ដងគឺបងអូនតែងតែចាបង្ហោះជូនជាមួយនឹងត្បូងចាស្វាយកាណាន់ហ្វាន់ជាឈុតចាពណ៌ចាដូចគ្នាហ្នឹងគឺមិនមែនយើងឆ្នៃមកម្ដងគឺបានពណ៌ដូចគ្នាទាំងអស់ទេតែគឺឆ្នៃមកគឺពណ៌គឺវាចម្រុះអញ្ចឹងបងចម្រុះពណ៌ចម្រុះរាងអញ្ចឹងឯងចាអញ្ចឹងអានេះគឺត្បូងនេះគឺបន្ទាប់ពីយើងឆ្នៃរួចប៉ុន្តែបងប្អូនអត់ទាន់យកចម្រាញ់ចេញទៅដាក់តាមក្រុមអីអញ្ចឹងត្បូងនេះបន្ទាប់ពីយើងឆ្នៃរួចគឺយើងត្រូវរើសចម្រាញ់ដាក់ទៅតាមក្រុមនៃពណ៌ចាពណ៌នីមួយដើម្បីឲ្យវាស៊ីគ្នាហ្នឹងហើយអរគុណច្រើនមែនតើសម្រាប់បងដែលបានចាចូលមើលចាវីដេអូរបស់ចាខាងបងអូនផ្ទាល់អរគុណច្រើនសូមចាសំណាងល្អចាសុខភាពល្អនឹងចារកទទួលទានមានបានចាគ្រប់ក្រុមគ្រួសារអរគុណច្រើនហើយកុំភ្លេចចាចុច like និង share ម្នាក់មួយផងណាបើសិនជាស្រឡាញ់នៅវីដេអូត្បូងចាបង្ហាញជូននៅលក្ខណៈនេះត្បូងធម្មជាតិស្វាយកាណាន់ហ្វាន់រតនគិរីនេះអរគុណច្រើន